ភាពកញ្ចុំអាចរយហ្នឹងគឺគេហៅថា holy nervous អញ្ចឹងសម្រាប់អ្នកដែលគាត់មានបញ្ហាបែបហ្នឹងណាចាកុំច្រឡំទៅរកអីយកមកកាត់យករកអីថ្នាំបន្តក់អីជូតអីជ្រាក់ចេញបានចេញពីស្បែកប្រយ័ត្នចូលដើមប្រយ័ត្នខាតដើមគឺខូងស្បែកគឺផ្លែស្បែកហើយអាចចេញខ្មោចទៀតរូបភាព before and after ដែលអ្នកទាំងអស់គ្នាបានឃើញនេះចាត្រូវចំណាយពេលអស់រយៈពេល1ឆ្នាំចាហើយអតិថិជនគាត់អញ្ជើញមកបាញ់ laser នៅ Dr. Boo គឺជារៀងរាល់ខែមួយខែម្ដងជាមួយនឹងអ្នកគូប៉ែតជាមួយនឹងម៉ាស៊ីន laser ហ្នឹង Lutronic Spectra XT ចាហើយរូបភាពកញ្ចុំអាចរយហ្នឹងគឺគេហៅថា holy nervous អញ្ចឹងសម្រាប់អ្នកដែលគាត់មានបញ្ហាបែបហ្នឹងណាចាកុំច្រឡំទៅរកអីយកមកកាត់យករកអីថ្នាំបន្តក់អីជូតអីជ្រាក់ចេញបានចេញពីស្បែកប្រយ័ត្នចូលដើមប្រយ័ត្នខាតដើមគឺខូងស្បែកគឺផ្លែស្បែកហើយអាចចេញខ្មោចទៀតពីព្រោះថាអ្នកគូប៉ែតជួបច្រើនមែនតើមួយរយៈពេលនេះពីព្រោះតែបងប្អូនរលច្រឡំពីការព្យាបាល holy nervous ហ្នឹងមិនបានត្រឹមត្រូវអញ្ចឹងគឺខាតលុយខាតពេលឈឺសាច់ហើយប្របាក់ក្នុងការព្យាបាលកាយខៃថែមទៀតផងប៉ុន្តែយ៉ាងណាក៏ Dr. Boo នៅតែជួយបានអញ្ចឹងពីអ្នកដែលមិនទាន់ធ្លាប់ព្យាបាល holy nervous បែបនេះអាចអញ្ជើញមកថ្មីគឺស្រួលព្យាបាលប៉ុន្តែប្រសិនបើបានខូចទៅហើយក៏អ្នកគ្រូពេទ្យនៅមានវិធីសាស្ត្រព្យាបាលជូនបងប្អូនទាំងអស់គ្នាបានដែរពីព្រោះថានៅ Dr. Boo យើងមានម៉ាស៊ីន laser ទំនើបជាច្រើនគ្រឿងដែលអាចជួយកែខៃនៅស្នាមដែលខូចខាតនៅខាងលើថ្មរបស់បងប្អូន